ថ្ងៃនេះមានដំណឹងពិសេសមួយបង្ហាញបងប្អូនទាំងអស់គ្នាដោយសម្ដេចហ៊ុនសែនបានឆ្លើយតបទៅកាន់រដ្ឋមន្ត្រីការបរទេសថៃគឺលោកស៊ីហាសាក់ភួងកេតកៅពាក់ព័ន្ធជាមួយនឹងការនិយាយប្រឡប់ប្រឆាអញ្ចឹងណាអញ្ចឹងសម្ដេចបានផុសនៅក្នុងសង្គម Facebook របស់គាត់ថាកាលពីថ្ងៃម្សិលមិញ11ឧសភាឆ្នាំ2026មានការចុះផ្សាយដោយសារព័ត៌មានថៃថាលោករដ្ឋមន្ត្រីការបរទេសថៃបាននិយាយថាក្រោមអនុសញ្ញាច្បាប់សមុទ្របន្ទាប់អំពីការលុបចោលអនុសារណៈយោគយល់គ្នាឆ្នាំ2001ត្រូវតែដំណើរការនៅក្នុងក្របខ័ណ្ឌនៃអនុសញ្ញាដែលមានច្រើនដំណាក់កាលហើយវិធីសាស្ត្រចម្បងគួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិននេះអ្វីដែលសម្ដេចចង់បញ្ជាក់សម្ដេចមានប្រសាសន៍ថាប្រសិនបើការចុះផ្សាយនេះគឺជាសម្ដីពិតរបស់រដ្ឋមន្ត្រីការបរទេសថៃមែននោះពាក្យថាវិធីសាស្ត្រចម្បងគួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិនពាក្យនេះវាផ្ទុយស្រឡះជាមួយនឹងសកម្មភាពរបស់ការភាគីថៃដែលបានលុបចោលនៅ MOU 2001ដោយឯកតោភាគីដែលបានលុបចោលនៅក្របខ័ណ្ឌនៃការចរចាទ្វេភាគីរួចជាស្រេចទៅហើយសម្រាប់ដែនសមុទ្រត្រួតស៊ីគ្នាសម្ដេចមានប្រសាសន៍ថានៅក្នុងឋានៈសម្ដេចជាប្រមុខរដ្ឋស្ដីទីសម្ដេចថាខ្ញុំសូមរំលឹកដល់រដ្ឋាភិបាលសូមកុំបើកការចរចាណាមួយជាមួយនឹងភាគីថៃលើបញ្ហាដែនសមុទ្រនិងសូមដើរត្រង់ទៅរកយន្តការសមុទ្រឆ្នាំ1982តែម្ដងទៅដោយរងចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយអញ្ចឹងសម្ដេចថាឲ្យរដ្ឋាភិបាលកម្ពុជានឹងគឺដើរត្រង់ទៅភាគី UN Clause តែម្ដងទៅក្រោមច្បាប់សមុទ្រ UN Clause ហ្នឹងមិនបាច់ចាំមានការឯកភាពយល់ព្រមពីខាងថៃទេព្រោះថាថៃបានលុបចោលនៅអនុសារណៈនៃការយោគយល់គ្នា MOU ឆ្នាំ2001នឹងទៅហើយ MOU ឆ្នាំ2001នឹងគឺជាការចរចាទ្វេភាគីហ្នឹងហើយប៉ុន្តែថៃលុបចោលហើយបែរជាចង់ចរចាទ្វេភាគីខ្ញុំគិតតែមែនតើទៅវាឡប់ដែរពួកនេះអញ្ចឹងសម្ដេចបានបញ្ជាក់ថាកាលពីថ្ងៃទី6ខែឧសភាឆ្នាំ2026ខ្ញុំបានរំលឹកម្ដងរួចទៅហើយថាកុំបង្កើនយន្តការទ្វេភាគីថ្មីជំនួសឲ្យយន្តការទ្វេភាគីចាស់ដែលថៃលុបចោលយើងសោកស្ដាយដែលថៃលុបចោល MOU ឆ្នាំ2001ចោលតែយើងក៏អរគុណថៃដែលបានជួយយើងឲ្យប្រើប្រាស់យន្តការអន្តរជាតិជំនួសវិញបាទនេះសម្ដេចគាត់មានប្រសាសន៍ណាបាទគឺខ្លីខ្លឹមដែរសម្ដេចថាអរគុណថៃហើយកាន់បានន័យថាសម្ដេចសោកស្ដាយដែលថៃលុបចោល MOU ជាឯកតោភាគីហ្នឹងនៅក្នុងការចរចាទ្វេភាគីហ្នឹងប៉ុន្តែសម្ដេចក៏អរគុណដែរដែលធ្វើឲ្យកម្ពុជាបានរុញច្រានសំណុំរឿងនេះទៅអន្តរជាតិតែម្ដងពីព្រោះយើងដឹងស្រាប់ហើយថៃនិយាយកលិចកលុចបាទខ្ញុំនិយាយតាមត្រង់អញ្ចឹងហ្មងទៅថៃកលិចកលុចណាស់ម្ដងចេះម្ដងចុះមើលខាងអនុទីននិយាយថាអូខេកម្ពុជាទៅអញ្ចឹងគឺល្អសប្បាយរីករាយល្អមែនទែនតែដល់ពេលលោកស៊ីហាសាក់រដ្ឋមន្ត្រីនេះគាត់ថាអត់ទេថៃអត់មានបាននិយាយអញ្ចឹងទេអូខេបាទរឿងគឺវាអញ្ចឹងសម្ដេចបានដាក់ហើយបាទទាំងហើយគឺត្រូវរុញនេះទៅច្បាប់អន្តរជាតិតែម្ដងទៅកុំចរចាជាមួយថៃព្រោះថាថៃនៅតែបន្តប្រឡប់ប្រឆាអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំនឹងលើកយកពាក្យរបស់រុកស៊ីហាសាក់ភួងកែតកែបន្តិចព្រោះកុំឲ្យថាសម្ដេចឆ្លើយតបហើយអត់ដឹងថាខាងនោះគេឆ្លើយថាម៉េចអញ្ចឹងខ្ញុំនឹងសម្រាយអត្ថន័យរបស់លោកស៊ីហាសាក់ទាំងអស់តែម្ដងកាលពីម្សិលមិញហ្នឹងខ្ញុំបានទៅសេអត្ថបទមួយដែរខ្ញុំថាតើថៃមានចំនួនផ្ទៃក្នុងមែនដែរឬទេឬគឺជាការលេបទឹកមាត់ហើយស្ដោះហើយលេបវិញនិយាយបាតដៃខ្នងដៃខណៈដែលអនុទីនស្វាគមន៍ចំពោះវិធានការផ្សះផ្សាដោយបង្ខំនៃអនុសញ្ញា UN Clause របស់កម្ពុជាហើយសរសើរថាជារឿងល្អជាផ្លូវដើរក្រមច្បាប់រួមគ្នាតែលោកស៊ីហាសាក់ភួងកែតកែវថានេះជាព័ត៌មានមិនពិតបាទនេះគឺខ្ញុំដាក់ចុះផ្សាយម្សិលមិញដែរលោកស៊ីហាសាក់ភួងកែតកែវគាត់គឺជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសគាត់បានច្រានចោលនៅរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាព្រោះកម្ពុជាយើងផ្សព្វផ្សាយច្រើនមែនទែនពាក់ព័ន្ធជាមួយព័ត៌មានហ្នឹងហើយអ្វីដែលយើងផ្សព្វផ្សាយគឺដោយសារតែយើងដឹងពីខាងថៃដែរនាយករដ្ឋមន្ត្រីនឹងនិយាយផ្ទាល់អញ្ចឹងគាត់បានច្រានចោលប្រព័ន្ធផ្សព្វផ្សាយកម្ពុជាដែលអះអាងថាប្រទេសថៃបានយល់ព្រមចូលរួមដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីអំពីច្បាប់សមុទ្រដោយនិយាយថាមិនមានការបដិញ្ញាចិត្តណាមួយបានធ្វើឡើងទេហើយដំណើរការណាមួយដែលត្រូវចាប់ផ្ដើមដោយការចរចាទ្វេភាគីដោយស្មោះត្រង់នោះគឺលោកស៊ីហាសាក់បានឆ្លើយតបទៅថ្ងៃច័ន្ទចំពោះរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាថា
ប្រទេសថៃបានយល់ព្រមចូលរួមនៅក្នុងការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS បាទនេះគឺលោកស៊ីហាស័កគាត់មានប្រសាសន៍បាទគាត់មានប្រសាសន៍ពីម្សិលមិញថ្ងៃទី11អញ្ចឹងសម្ដេចឆ្លើយតបនៅថ្ងៃនេះតែម្ដងអញ្ចឹងខ្ញុំចុះផ្សាយនៅថ្ងៃនេះថ្ងៃទី12ហ្នឹងពាក់ព័ន្ធជាមួយនឹងទង្វើថៃបាទនេះអញ្ចឹងអារឿងនេះវាពាក់ព័ន្ធតគ្នាទៀតឥឡូវមិនអញ្ចឹងសម្ដេចឆ្លើយតបជាមួយនឹងលោកស៊ីហាស័កភួងកែតកែវអញ្ចឹងលោកស៊ីហាស័កភួងកែតកែវហ្នឹងយោងពាក្យសម្ដីរបស់លោកអនុទីនអញ្ចឹងលោកអនុទីនហ្នឹងគាត់បាននិយាយអញ្ចេះលោកអនុទីនហ្នឹងគឺដើមរឿងមុនគេបាទអ្នកដែលនិយាយណាអញ្ចឹងពាក្យសម្ដីរបស់លោកស៊ីហាស័កគឺផ្ទុយអំពីលោកអនុទីនដែលលោកអនុទីននិយាយថារឿងកម្ពុជាយកការដោះស្រាយបញ្ហាព្រំដែនសមុទ្រចូលទៅ UNCLOS គឺជារឿងល្អព្រោះថានឹងដើរផ្លូវដោះស្រាយបញ្ហាតែមួយជាមួយគ្នាកន្លងមកគាត់ថាកម្ពុជានិងថៃហ្នឹងគឺដើរផ្លូវផ្សេងគ្នាបានន័យថាការប្រើប្រាស់ MOU 2001ហ្នឹងគឺមិនមានលទ្ធផលអ្វីទេគឺដើរផ្លូវផ្សេងគ្នាចំពោះរឿងនេះគឺលោកអនុទីនហ្នឹងគាត់បកគលការងារហ្នឹងទៅឲ្យក្រសួងការបរទេសដើម្បីតាមដានដើម្បីធ្វើការហើយក្រសួងការបរទេសហ្នឹងគឺលោកស៊ីហាស័កនឹងឯងបាទគឺលោកស៊ីហាស័កនឹងឯងអញ្ចឹងលោកស៊ីហាស័កអត់មានធ្វើការទេបែរជាមកថាហ្នឹងជាព័ត៌មានមិនពិតទេអញ្ចឹងបងប្អូនអ្នកគ្នាអញ្ចឹងបានចិត្តខ្ញុំនិយាយទៅបេះដូងខ្ញុំមិនចង់ឲ្យកម្ពុជាយើងចរចាទ្វេភាគីជាមួយថៃទេយើងដឹងថាការចរចាទ្វេភាគីគឺជាដំណោះស្រាយល្អប៉ុន្តែវាអត់ល្អសម្រាប់ប្រទេសថៃនិងកម្ពុជាដោយសារតែថៃភាគច្រើនគឺគាត់និយាយកលិចកលុចបាទយើងប្រើពាក្យអញ្ចឹងហ្មងកលិចកលុចម្ដងគាត់និយាយចេះម្ដងគាត់និយាយចុះម្ដងនិយាយចេះម្ដងនិយាយចុះបាទអញ្ចឹងហើយយើងអត់អាចទុកចិត្តថៃបានមែនតែនទៅគឺយើងអត់អាចទុកចិត្តគាត់បានគេលេលើប៉ុន្តែធ្វើមិនចិត្តគេនៅតែចិញ្ចឹមនៃការឈ្លានពានចង់បានទឹកដីរបស់កម្ពុជាបាទគេលេលើប៉ុន្តែអាចិត្តដែលចង់បានរបស់គេហ្នឹងគឺអត់លេលើទេនៅចាំរហូតតែម្ដងអញ្ចឹងនេះគឺបើសិនជាកម្ពុជាបានរុញច្រានរឿងនេះទៅ UNCLOS បាទល្អតែម្ដងព្រោះថាមានអន្តរជាតិចូលរួមឲ្យច្រើនភាគីកាន់តែល្អបាទអញ្ចឹងបានន័យថារឿងចំនួនព្រំដែនកម្ពុជាបានរុញទៅអន្តរជាតិបន្តិចម្ដងហើយឥឡូវច្បាប់សមុទ្រហើយខាងផ្លូវគោកវិញគឺយើងមានអាស៊ានមានអីចូលរួមជាហោហែអញ្ចឹងគឺចូលទៅអន្តរជាតិបដាហើយអញ្ចឹងយើងគិតថានេះគឺជាការមានប្រៀបមួយល្អដែរបើនិយាយពីផ្លូវច្បាប់ប៉ុន្តែបើយើងនិយាយពីកម្លាំងបដាអាវុធយើងគឺចាញ់ប្រៀបគេហើយយើងមានការបាត់បង់ទឹកដីខ្លះទៅកាន់គេប៉ុន្តែកម្ពុជាបានច្រានចោលមិនយកទេការវាយទីព្រំដែនដោយប្រើកម្លាំងយោធាអញ្ចឹងព័ត៌មាននេះខ្ញុំបិទបញ្ចប់ប៉ុណ្ណឹងទៅចុះអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូនេះពីដើមដល់ចប់ជម្រាបលា